ហេតុអ្វីបានជាកងទ័ពសាធារណរដ្ឋខ្មែរវាយចាញ់ខ្មែរក្រហមសិក្សាខ្លួនឯងទៅចៅណាកាក់ម៉េងតែបើចង់សិក្សាថាហេតុដូចម្ដេចបានជាកងទ័ពលោកហ៊ុនសែនឆ្នាំ25វាយចាញ់ថៃសិក្សាបញ្ហាថ្មីឥឡូវឲ្យច្បាស់ជាជាងទៅសិក្សា50ឆ្នាំមុនសិក្សាឲ្យច្បាស់ថាហេតុដូចម្ដេចបានជាកងទ័ពលោកហ៊ុនសែនវាយចាញ់ថៃសិក្សាឲ្យច្បាស់ហើយចាំចំណាយពេលទៅសិក្សាហេតុដូចម្ដេចបានកងទ័ពនៃសាធារណរដ្ឋខ្មែរវាយចាញ់ខ្មែរក្រហមណាអានឹងជាអាទិភាពនៃការសិក្សាណាអូខេJVP សង្គ្រាមមិនទាន់ចប់ទេនៅមជ្ឈមបូព៌ាច្រកសមុទ្រហ័រមូសកំពុងតែមានឧបាយកលទៅវិញទៅមកចៅតាមដានមើលតទៅទៀតសិនកុំអាលតន់សួរណាចៅណាពីព្រោះសង្គ្រាមគេកំពុងតែប្រឈមគ្នាហើយម្នាក់ប្រើនៅឧបាយកលរៀងខ្លួនតែខ្មែរយើងឥឡូវចេះតែយុទ្ធសាស្ត្រស្អីក៏យុទ្ធសាស្ត្រដែរណាហ្នឹងអញ្ចឹងណាកូនណាណាម៉ាឡេអ្វីទៅជាអូប៉ិចគឺអយណាproduce ឬក៏ oil ដែលពឹងទៅលើ oil production economic country ប្រែជាភាសាខ្មែរ OPEC គឺជាសមាគមនៃប្រទេសផលិតប្រេងជាសមាគមនៃប្រទេសផលិតប្រេងឆៅដល់ក្រោយមកក៏កើតទៅជា OPEC Plus មានន័យថាសមាគម OPEC ធំសមាគម OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីដោយសារតែវាមានសមាគម OPEC ហ្នឹងគេចាត់ទុកថា OPEC ដូចជាកាតែលអញ្ចឹងមានន័យថាគេលើកតម្កើងវាថាវាហ្នឹងមានអំណាចផ្ដាច់មុខតែតាមការពិត OPEC អត់មានអំណាចទេ OPEC គ្រាន់តែជារណសេររបស់អំណាចនៅក្នុងពិភពលោកទេអំណាចពិតប្រាកដមិនមែននៅនឹង OPEC ហ្នឹងទេនៅពីលើ OPEC ហ្នឹងនឹងអញ្ចឹងការដែលប្រទេសអ៊ីមីរ៉េតអារ៉ាប់រួមដកខ្លួនចេញពី OPEC នេះដែលចាប់ពីថ្ងៃនេះទៅយើងចាំមើលប្រតិកម្មហើយនឹងការប៉ះពាល់ឬការប្រែប្រួលយើងចាំមើលសិនខ្ញុំក៏នឹងត្រូវយករឿងហ្នឹងមកនិយាយក្នុង show ខាងមុខនេះណាម៉ាឡេអញ្ចឹងឆ្លើយប៉ុណ្ណឹងបាទ
នេះគឺជាអ្វីដែលតាក់ទងនឹងអូប៉ិចបាទ ស្ដេចគេមានលុយគេទៅជប់លៀងនៅបរទេសអីគេដើរស្ដេចឯងនេះឈឺហើយបើអត់ឈឺវិញជាប់គុកនៅវាំងហ្នឹងអាណិតស្ដេចដែរស្ដេចគេដើរគេមានគ្រឿងអលង្ការគេមានលុយចាយគេមានកប៉ាល់ហោះគេដើរហើយស្ដេចឯងនេះនៅវាំងគេដាក់គុកគេឲ្យជាវាំងអង្គុយមើលជួនកាលទៅគេធ្វើសង្ក្រានអីគេទៅលេងគេនាំកូនចៅគេទៅលេងអង្គរវត្តអស់ទុកឲ្យស្ដេចហ្នឹងឆៃបាយនៅវាំងម្នាក់ឯងឥឡូវឈឺហើយឈឺហ្នឹងគ្រាន់តែថតរូបស្ដេចយកមកហ្នឹងដាក់ស្ដេចដេកឲ្យស្ពះដាក់ស្ដេចដេកស្ពះដោយមនុស្សស្លាប់ចឹងអើយលោកអើយលោកមិនបានទៅដល់ប៉ុណ្ណឹងណាហើយយើងចង់បានស្ដេចយកមកធ្វើអីបើយើងអត់គោរពនេះខ្ញុំនិយាយនេះមិនមែនប្រមាថការទានស្ដេចទេណាតែវាយើងបង្កើតរាជានិយមហើយបើយើងទី1យើងបង្កើតរាជានិយមត្រូវមានកិច្ចការធ្វើទី2រាជវង្សានុវង្សត្រូវមានកិច្ចការធ្វើតែបើយើងបង្កើតស្ដេចហើយទុកស្ដេចដូចជាតបកតាសម្រាប់សញ្ញេឲ្យយើងហើយយើងចេះគោរពស្ដេចយើងគួរណាស់តែដឹងថាស្ដេចយើងឈឺមិនចាំបាច់ផ្សាយចេញរហូតដល់យកស្ដេចទៅដេកលើគ្រែហើយគ្រែហ្នឹងលោកអើយមិនជាបើទេហើយចុះអាចិនហ្នឹងវារៀបគ្រែឲ្យស្ដេចអញដេកហ្នឹងវាយ៉ាងម៉េចហ្នឹងអញ្ចឹងបានថាវាតើខ្ញុំនិយាយនេះមើលងាយស្ដេចឯងឬក៏ចង់លើកតម្កើងស្ដេចឯងអញ្ចឹងបានថានិយាយមិនចាញ់និយាយមិនចាញ់និយាយមិនចាញ់ក្រុមហ៊ុន PTT លក់សាំងបានចេញរបាយការណ៍ថាប្រាក់ចំណេញក្នុងត្រីមាសទី1មករាមិនិនា2026ធ្លាក់ចុះ29%តាមការពិតបើអ្នកណាឃើញ PTT EP ណាបើអ្នកណាឃើញ PTT EP ហ្នឹងនិយាយអញ្ចឹងអូយពួកអាលុញផ្លោកនៅស្រុកខ្មែរវាវាថាឃើញទេ
ថៃអាលាយតាមពិតវាអត់ដឹងទេអានេះមិនមែនពេតេតេម៉ែពេតេតេឪទេអានេះពេតេតេការ៉ាសាំងទេមិនមែនពេតេតេឪម៉ែទេពេតេតេឪម៉ែវារស់ស៊ីបាននៅក្នុងវិបត្តិប្រេងនេះក្រុមហ៊ុនប្រេងសាំងក្រុមហ៊ុនប្រេងឆៅរកស៊ីបានណាលោកតាចិញ្ចឹមឆ្កែប្រហែលដឹងខ្លះឆ្កែខ្ញុំមិនដឹងមិនទេតែគេមកផ្ទះវាខំគេរហូតតែមិនខំខ្លាំងទេទី1ត្រូវចាក់ថ្នាំឆ្កែឆ្កួតទី2កុំបណ្ដោយឲ្យឆ្កែយើងទៅខំភ្ញៀវមកផ្ទះបើយើងទទួលភ្ញៀវនៅផ្ទះយើងត្រូវហៅឆ្កែយើងឲ្យចូលត្រង់ឬក៏ក្រោលឬក៏តាក់បលៅវាកុំឲ្យវាទៅខំគេពីព្រោះឆ្កែខំមាន2មួយដោយសារអ្នកមកនឹងអត់មានឆ្កែដូច្នេះភ្ញាក់ផ្អើលក៏ទៅជាខំ2ដោយសារឆ្កែយើងវាមានទម្លាប់អាក្រក់3ខ្លាចលោឆ្កែយើងកើតឆ្កួតខំគេប្តឹងអញ្ចឹងយើងជាអ្នកចិញ្ចឹមឆ្កែទី1ត្រូវចាក់ថ្នាំឆ្កែឆ្កួតឲ្យត្រឹមត្រូវទី2ទោះបីចាក់ថ្នាំឆ្កែឆ្កួតហើយក៏ដោយបើឆ្កែយើងធ្លាប់ខំគេដាច់ខាតមុននឹងឲ្យភ្ញៀវចូលផ្ទះយើងត្រូវយកឆ្កែយើងចូលក្នុងទ្រុងឬក្រោលកុំឲ្យឆ្កែយើងមកលហេរហូតយើងមានការទទួលខុសត្រូវចំពោះឆ្កែយើងអូខេចៅអានឹងចឹងយើងត្រូវទទួលខុសត្រូវចំពោះឆ្កែយើងយឹមសារីមិនងាយជាទេសូភេបើខ្ញុំវិញទៅនៅប៉ារីសបាត់ហើយដឹកដៃម៉ែទៅនៅប៉ារីសបាត់ហើយប៉ុន្តែមិនដឹងយ៉ាងម៉េចកម្មពៀស្ដាច់ហ្នឹងឬក៏កម្មពៀម្ដាយនាងមនិចហ្នឹងទ្រាំវាមិនបានធ្វើស្ដាច់មិនកើតទៅនៅតែប៉ារីសទៅចប់នាងមនិចគាត់មានសញ្ជាតិតារាំងជាស្វ័យប្រវត្តិលោកតាសិភៅអូខេ Stoicism មានពាក់ព័ន្ធនឹង Buddhism ទេអត់ដឹងទេកូនឆ្លើយអត់កើតអត់ដែលបានអានចិនពេងតើខ្មែរយើងគួរផ្លាស់ប្ដូរគំនិតខ្មែរត្រូវការកែប្រែគំនិតច្រើនណាស់ចៅមិនមែនត្រឹមតែរកស៊ីទេត្រូវកែប្រែគំនិតច្រើនដែលខ្មែរយើងត្រូវតែកែប្រែខ្មែរយើងកំពុងបាត់បង់គំនិតខ្មែរអ្នកជាយើងត្រូវកែប្រែទៅរកជាវិញយើងកំពុងតែមានគំនិតឈឺជោអា fake អាអួតហ្នឹងគឺឈឺហើយហ្នឹងចឹង man modest តែការដឹកនាំមែនណាទើបមានអតិពលសម្រេចបាននៅលទ្ធផលបើនិយាយពីក្រុមហ៊ុនមួយធំទី1ចៅដែលសួរខ្ញុំសុំទោសណាចៅណាចៅសរសេរខ្មែរខុសច្រើនណាស់ខុសនេះខុសដល់សូហើយទី
ការតាក់តែងសំណួរនេះបានសេចក្តីថាចៅមិនមែនជាអ្នករកស៊ីធំដុំទេចៅខ្វះទាំងចំណេះដឹងខ្មែរទាំងខ្វះទាំងចំណេះដឹងរកស៊ីធំដុំដូច្នេះបើចៅចង់ដឹងអំពីការដឹកនាំអីអញ្ចឹងសំណួរអស់នេះបង្ហាញឲ្យឃើញថាចៅអត់ដែលរៀនខាងជំនួញទេអញ្ចឹងរកសភៅរៀនសិនទៅណាចៅបើតាបញ្យល់ក៏ចៅមិនយល់ដែរតែដំបូងចៅសរសេរខ្មែរខុសខ្លាំងណាស់គួរពិនិត្យឡើងវិញរៀនថ្នាក់ទីប្រមាណបានសរសេរខ្មែរខុសម្លឹងទី2ចៅគ្មានចំណេះដឹងខាងពាណិជ្ជកម្មជំនួញទេពីព្រោះសំណួរហ្នឹងបង្ហាញថាអត់ចេះទេអញ្ចឹងបើបញ្យល់អំពីការដឹកនាំក៏អត់យល់ដែរសំទោសណាចៅណាDOH បាទត្រឹមត្រូវ Thorfinn លោកចាជួយនិយាយអំពីអាចកំបាំងសង្គ្រាមអ៊ីរ៉ាន់នៅថ្ងៃ21មេសាបន្ថែមទៀតបានទេមិនតាន់ទេពីព្រោះឈុតឆាកនៅវល់ច្រើនណាស់កូនខ្ញុំចង់និយាយណាស់តែខ្ញុំមិនងាយនិយាយអ្វីដែលខុសចង្អេងចង្អាងពេកទេក្នុងនាមជាអ្នកសិក្សាវិភាគបើគ្មានព័ត៌មានគ្រប់គ្រាន់ទេមិនស្មានរឿងហ្នឹងទេណាមិនស្មានរឿងហ្នឹងទេហួតដូណាវត្តអារាមសពថ្ងៃបងពុនជូនរត់ទេដូចជាអត់ត្រូវបងពុនទេប៉ុន្តែខ្ញុំអត់ដឹងច្បាស់នៅអាមេរិកអត់បងពុនទេម៉ាណាត្រីទៀងញប់ស្វាយកម្មនឹងអំណាចទៅចោលមិនកើតហ្នឹងហើយបាបជាសិងទៅវាយហ៊ុនសែនទៅមានប្របាកអីចឹងទៅវាយទៅហ៊ុនសែនគាត់ចាំទទួលហើយតាចង់បដូរគាត់ទៅវាយគាត់ទៅណាចិនសិងចង់បដូរគាត់ទៅវាយគាត់ទៅផ្លូវមាន2ចូលគុកឬចូលចានតែប៉ុណ្ណឹងបើសិនជាគាត់យោគយល់គាត់យកចូលគុកហើយបើគាត់មិនយោគយល់គាត់យកឲ្យជិះចានតែប៉ុណ្ណឹងទៅចាកុំរៀនកុំសូត្រទៅបដូររបបគាត់ទៅ user